ពុទ្ធបរិស័ទដែលគាត់ខមមិននៅក្នុងเพลงភាគច្រើនគាត់សួរថាតើការកសាងពុទ្ធបដិមាហ្នឹងចូលបច្ច័យកសាងក្តីឬក៏ជីវព្រះអង្គ84000ក្តីហ្នឹងតើគាត់បានកសលផលបុណ្យយ៉ាងម៉េចខ្លះតែអញ្ចឹងទៅគណៈសូមគុណម្ចាស់ជួយបកស្រាយអត្ថន័យទៅនឹងដើម្បីឲ្យពុទ្ធបរិស័ទដែលគាត់មានចម្ងល់នៅក្នុងเพลงហ្នឹងគាត់បានកាន់តែច្បាស់អញ្ចឹងណាយើងមានសេចក្តីជ្រះថ្លាក្នុងការកសាងព្រះអង្គនេះឲ្យបាននៅយូរអង្វែងមនុស្ស100 1000 10000 លានអ្នកមកថ្វាយអង្គមយើងតាំងចិត្តថាយើងបានចូលរួមចំណែកខ្លះដែរនៅក្នុងការកសាងព្រះពុទ្ធអង្គធំហ្នឹងអញ្ចឹងញាតិញោមសប្បាយចិត្តទៅយើងរាប់ពីផលនៃកុសលហ្នឹងមានច្រើនណាមានដូចថាមានរូបល្អមានសម្លេងពិរោះមានសុខភាពល្អមានអាយុវែងអញ្ចឹងណាហើយមានយសមានអធិបតីទៅដល់ណាមកណាមានគេស្រឡាញ់គេរាប់អានអញ្ចឹងណាហើយអាចទៅកើតជាសកទេវរាជទៅជាស្ដេចប្រទេសរាជអីអញ្ចឹងទៅអានឹងតាមកម្លាំងសេចក្តីជ្រះថ្លារៀងខ្លួនណាញោមណា